យើងមកនិយាយតាក់ទងនឹង size និងទំហំរបស់ RAM វិញ ចំពោះ size របស់ RAM គឺគេគិតជា megabyte ឬក៏ gigabyte ដែលសប្តាហ៍ថ្ងៃហ្នឹងគឺ gigabyte ប៉ុន្តែការអតីតកាលអំឡុងឆ្នាំ2000អីក៏គេប្រើនៅ megabyte ដែរអាចជា128 megabyte ឬក៏552 megabyte ទៀតហើយ PC បច្ចុប្បន្ន PC កុំព្យូទ័រដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងជាមធ្យមគឺ8 gigabyte ទៅដល់32 gigabyte ចំពោះ high end game ឬក៏ការងារធំៗអីគេអាចតម្លើងទៅដល់ 64G ទៅដល់128 GB ជាដើមយើងនឹងស្រាប់ហើយថា RAM គឺជាអ្នកផ្ទុកទិន្នន័យបណ្ដោះអាសន្នចាំមានន័យថា app ណាក៏ដោយនៅពេលដែលយើង click ដើម្បី open វានោះវានឹងដំណើរការនៅលើ RAM ឧទាហរណ៍ថាយើងបើក Google Chrome នោះ RAM នឹងចាប់ផ្ដើមធ្វើដំណើរការបន្ទាប់មកទៀតបើសិនជាយើងចាប់ផ្ដើម click លើ app ផ្សេងៗ YouTube Facebook TikTok ឬក៏អីផ្សេងទៀត Microsoft Excel Office ជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺផ្ទុកនៅលើ RAM បណ្ដោះអាសន្នទាំងអស់អញ្ចឹងហើយបានយើងឧទាហរណ៍ថាបើសិនជា RAM យើងកាន់តែធំនោះយើងនឹងផ្ទុកបានច្រើនអត់ទាក់អត់ slow ឬក៏អត់លេងហើយបើសិនជា RAM តូចអាហ្នឹងយើងដឹងស្រាប់ហើយនៅពេលដែលយើងធ្វើការច្រើនក្នុងពេលតែមួយអាចធ្វើឲ្យកុំព្យូទ័ររបស់យើងក្តៅជាដើមឬក៏ទាក់អញ្ចឹងការបញ្យល់ពី size ឬក៏ទំហំរបស់ RAM គឺបានបញ្ចប់ឥឡូវយើងចូលទៅដល់ speed នៅក្នុង RAM វិញតើ speed គេគិតរបៀបម៉េចហើយវាដំណើរការរបៀបម៉េចហើយចំពោះ speed ឬក៏ល្បឿនគឺគេសំដៅទៅដល់ការបញ្ជូន data ពី RAM ទៅ CPU ឧទាហរណ៍ដដែលដើម្បីគ្នាយើងស្រួលយល់ឧទាហរណ៍ថាយើង click ទៅលើ Chrome មួយហើយយើងចាប់ផ្ដើម search ពាក្យឬក៏ website ណាដែលយើងចង់ search នៅពេលដែលយើង click send ទៅនោះការគណនាគឺ send ទៅ CPU គេបានកំណត់ថ្នាក់ល្បឿនរបស់ RAM គឺជា megahertz អញ្ចឹង mega មកពី million hertz ចុះ hertz មកពីអីគឺជាការរំវិលជុំមួយជុំឬក៏ frequency អញ្ចឹង megahertz ឧទាហរណ៍ថា1 megahertz មានថា1លានជុំគឺដំណើរការ data ដែល send ទៅ CPU 1លានដងក្នុង1វិនាទីជាដើម